បាទមានកម្លាំងការបាទមួយទៀតបាទជូនបាទទៅដល់បាទកីឡាករមកទៀតធ្វើពិធីប្រគល់នៅពានរង្វាន់ជូនដល់កីឡាកររបស់យើងទាំង6រូបអធិស្ឋានបាទ6រូបបាទនៃការប្រគល់របស់យើងបាទក្រុមអញ្ជើញអាដាមបាត់ឌុងអេលីតក្រុមអញ្ជើញអាដាមបាត់ទៅចៃដែលជាប្រធានសហព័ន្ធកីឡាបណ្ដាលគុណខ្មែរបាទក្រុមអញ្ជើញអាដាមបាសុធានដែលជាស្វាមីលោកជំទាវញ៉ាជុំមានអគ្គនាយិកាក្រុមហ៊ុនដនក្រុមបាទក្រុមអញ្ជើញបវត្តមានបាទលោកតំមីគីមដែលជាប្រធាន IPCC នៅក្នុងប្រទេសកម្ពុជាបាទក៏ដូចជាក្រុមជើងបាទ Mr. បាទ Julian បាទតំណាងបាទម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងធ្វើពិធីប្រគល់បាទពានរង្វាន់បាទ Golden Boy បាទជូនដល់កីឡាករទាំង6រូបបាទនេះគឺអវត្តមានរូបបាទទស្សនិកជនដោយសារតែចម្រើននៅបាញ់មិញគាត់ប្រកួតចប់គាត់មានរបួសដៃបាទចឹងគាត់មានរបួសដៃបាទចឹងមានតែលោកគ្រូតំណាងក្លឹបបាទលោកគ្រូជាតិបាទលោកគ្រូខឹមសុជាតិបាទអូបាទលោកគ្រូរក្សាបាទមិញគឺលោកគ្រូខឹមសុជាតិគាត់ធ្វើយ៉ាងណាបាទចឹងអធិស្ឋានបាទចឹងមានលោកគ្រូរក្សាបាទតំណាងក្លឹបគុណខ្មែរដូនតាបាទដើម្បីបាទទទួលនៅពានរង្វាន់កិត្តិយសបាទអរគុណតោះបាទអញ្ចឹងសូមបាទខាងសាក្រីរបស់យើងបាទប្រគល់ពានរង្វាន់ជូនគណៈធិបតីដើម្បីធ្វើពិធីបាទប្រគល់ពានរង្វាន់ជូនបាទអរគុណសូមជម្រាបបាទតោះបាទអញ្ចឹងឥឡូវនេះបាទវត្តមានគណៈធិបតីបាទអាដាមខុលចាយដែលជាប្រធានសហព័ន្ធកីឡាបណ្ដាលគុណខ្មែរអាដាមឌុងអេលីតបាទអាដាមបាទសុធានដែលជាស្វាមីលោកជំទាវញ៉ាជុំមានអគ្គនាយិកាក្រុមហ៊ុនដនក្រុមបាទ Mr. Julian តំណាងម្ចាស់ឧបត្ថម្ភកម្មវិធីលោកថមមីគីមដែលជាប្រធាន IPCC នៅក្នុងប្រទេសកម្ពុជាអូមកសាទរយ៉ាងទៀងសម្រាប់ម្ចាស់ពានរង្វាន់ Golden Boy នៅតាមទី1បាទមានកម្លាំងការបាទមួយទៀតបាទជូនបាទទៅដល់បាទកីឡាករមកទៀតបាទយើងមានបាទកម្រងផ្កាបាទកម្រងផ្កានេះគឺយើងបញ្ជាក់ថាឲ្យក្រអូបដូចផ្កាអញ្ចឹងបាទសូមឲ្យគេឈ្មោះសរសើររមីរលឺបាទទាំងឆាកជាតិនិងឆាកអន្តរជាតិបាទតែនេះបាទគឺពានរង្វាន់បាទបានទៅលើកីឡាករអន្តរជាតិមួយរូបបាទដែលជាកីឡាករអេស្ប៉ាញបាទសម្រាប់កីឡាករបាទគុណខ្មែររបស់យើងគឺ4រូបបាទមានចម្រើនគុណខ្មែរមានជុនសេរីវត្តផងបាទអេអាមរិតមើលមីគៀនយុទ្ធធារាបាទតោះឥឡូវសូមលេងពានរង្វាន់ម្ដងទៀតអូបាទ9គីឡូមកមើលតាមនេះស្ពាត់អបអរសាទរម្ដងទៀតបាទសម្រាប់ម្ចាស់ជលភាពរបស់យើងទាំង6រូបបាទនេះជាលើកដំបូងហើយបាទតែស្ថានីយទូរទស្សន៍ថោនពូល HD TV បង្កើតកម្ពុជាប្រតិការជាមួយនឹង Gensburg បាទពិតជាអស្ចារ្យបាទនៅកម្ពុជាប្រតិការនៅក្នុងថ្ងៃនេះអរគុណសម្រាប់វត្តមានគណៈធិបតីបាទនិងកីឡាកររបស់យើងបាទក៏ជាសហការីបាទគ្រប់រូបបាទសម្រាប់ការប្រកួតបាទអស្ចារ្យនៅក្នុងថ្ងៃទី3ខែកុម្ភៈរៀនទនីភ្នំពេញបាទពីកម្មវិធីនឹងជួបគ្នាក្នុងឱកាសក្រោយគណៈពេលនេះសូមអរគុណគ្រប់លាចូលរួមអបអរសាទរដល់កីឡាករទាំង3របស់លោកគ្រូអេដែលបានទទួលពាន Golden Boy ហើយក៏ចូលរួមសោកស្ដាយចំពោះកីឡាករទាំង3របស់លោកគ្រូផាន់ផងដែរអាច3លោកគ្រូផាន់បើនិយាយពីការលេងកតេវិញគឺគេហៅថាទីវចំណែកអាច3លោកគ្រូធំលោកគ្រូអេពូថងវិញគឺកាន់ពាន Golden Boy ទាំង3តែម្ដងអញ្ចឹងណាកូនសិស្សលោកគ្រូផាន់គឺជួបរបស់ពិតបងប្អូនហើយបាទដៃគូរបស់ទ្រីនធេរ៉ាដូចជាដៃគូមេឃាដៃគូអាមរិនបងប្អូនគិតថាជារបស់ពិតដែរឬទេជួយខមមិនម្នាក់មួយ